Chumrip Today only ni and Bong Igor Tanyam ka bong mom nang nang Bong bong kakada. Kakada អញ្ចឹងថ្ងៃនេះគឺពួកខ្ញុំជាប់មហោងទៀតហើយប៉ុន្តែពួកខ្ញុំទៅចូលរួមកម្មវិធីនៅពេលល្ងាចវិញហើយកម្មវិធីបែបនេះគឺជាលើកដំបូងជាលើកទី1ក្នុងឆាកជីវិតខ្ញុំដែលខ្ញុំបានចូលរួមដូចគ្នាពិធីមង្គលការតាមដែលបែបខ្ញុំធ្លាប់មើលនៅក្នុងរឿងអីអញ្ចឹងណាប៉ុន្តែថ្ងៃនេះខ្ញុំមានឱកាសបានមកចូលរួមផ្ទាល់ជាមង្គលការបែបអ្នកគ្រីស្ទៀននៅពេលដែលយើងទៅដល់ផ្ទះកូនក្រមុំនឹងព្រាមគឺគេមាន welcome drink នៅខាងមុខផ្លូវចូលនឹងតែម្ដងហើយសម្រាប់បង Ego គឺគាត់បាន order green tea ហើយសម្រាប់ខ្ញុំគឺ passion soda អូយរសជាតិមិនណយទេណាចាគឺឆ្ងាញ់បន្ទាប់ពីញ៉ាំហើយចាំកាលទីដើរថតរូបទៅណាកុំធ្វើមុខធំអឡើងស្អាតហើយពីអ្នកនេះដូចសំដែងដែរធ្វើដូចខ្លួនឯងកូនក្រមុំហើយកូនកន្លោះបន្ទាប់ពីថតច្រើនហើយដែរកម្មវិធីគេក៏បានចាប់ផ្ដើមឡើងហើយនិយាយទៅ vibe នៃកម្មវិធីរបស់គេនឹងធ្លាប់តែឃើញនៅក្នុងវីដេអូខ្ញុំនិយាយមែនដល់ពេលបានមកជួបផ្ទាល់អញ្ចឹងមានអារម្មណ៍ថារំភើបខ្លាំងមែនតើហ្មងណាហើយសំខាន់មួយទៀតគឺម្សិលមិញម្សិលមួយថ្ងៃគឺថាមេឃភ្លៀងយកតែមែនតើហ្មងប៉ុន្តែសម្រាប់ថ្ងៃនេះគឺថាមេឃក្តៅចាស់ហ្មងមេឃស្រឡះខ្លាំងហ្មងណាឥឡូវមកកម្មវិធីយើងវិញគឺថាកូនកន្លោះជាមួយនឹងអ្នកកំដររបស់ពួកគាត់ដើរឡើងមកមុនមកសធុក្រោយមកទៅកូនក្រមុំដើរមកជាមួយនឹងអ្នកកំដរខាងស្រីដែលមានខាងប្រុសទៅទទួលគាត់នឹងបំពាក់ផ្កាហើយនៅមានកម្មវិធីជាច្រើនទៀតដូចជាការលេងជើងជូនឪពុកម្ដាយទាំងសងខាងការអានព្រះគម្ពីរដោយបងស្រីហាណាហូលីហើយបើសម្រាប់ខ្ញុំហ្មងគាត់គឺជាបងស្រីម្នាក់ដែលតែងតែលើកទឹកចិត្តបង្ហាត់បង្រៀនជេរស្ដីនិយាយទៅជាងយាយទៀតចាហើយពួកគាត់ទាំង3នាក់នេះគឺជាតំណាងគ្រួសារខាងកូនក្រមុំហើយស្ត្រីទាំង2នាក់នេះគឺពិតជាមានន័យណាស់សម្រាប់កូនក្រមុំហើយនេះគឺជាថ្ងៃដ៏មានន័យមែនតើសម្រាប់កូនបងសូមសច្ចានៅចំពោះវត្តមានដល់ម្ចាស់លោកគ្រូផ្សំគុំឪពុកម្ដាយទាំងសងខាងថាបងស្ម័គ្រចិត្តទទួលយកអូនយ៉ាងសុភាពទៅជាប្រពន្ធចាប់ពីពេលនេះតទៅហើយបងនឹងថែរក្សាការពារអូនជារៀងរហូតទោះបីជាជួបលំបាកមានបញ្ហាមានរឿងក្រដ៏អាក្រក់ឈឺឬជាក៏បងបបងអូនដែរក្នុងពេលនេះព្រះអង្គម្ចាស់មកស្ដែងអូនជារៀងរហូតបាទបងអរសាទរនាងខ្ញុំឈ្មោះញ៉ាំសុភាពថ្ងៃនេះសូមសច្ចាក្នុងវត្តមានអង្គចាស់ព្រះស៊ូលោកគ្រូសំគុំលោកខ្ញុំដែរសំខាន់ទទួលយកបងណាធ្វើជាស្មាត់ឆាប់ពីពេលនេះតើអូនធ្វើជាប្រពន្ធល្អអ្នកជំនួយបងមើលថែបងទោះបីជាមានល្អឬអាក្រក់ជួយមើលជួយអូនស្គាល់បងអាម៉ែបាទនិយាយទៅអ្នកនៅក្រោមនេះរំជួលចិត្តហូរទឹកភ្នែកលហេមលហាមជាងកូនក្រមុំទៀតចាហើយបន្ទាប់មកគឺគេមានកម្មវិធីជាច្រើនផ្សេងទៀតខ្ញុំមិនបានដាក់ទេគឺខ្ញុំកាត់យកមកដល់ពេលល្ងាចហ្មងហើយនៅឃ្លានណមានបានញ៉ាំបាយថ្ងៃណាអញ្ចឹងវឹបយកហើយមិនបានថតអីទេគឺរវល់តែញ៉ាំនេះឆ្លៀតបានបន្តិចឯនេះហើយអញ្ចឹងវីដេអូនឹងបានទេប៉ុណ្ណឹងមកខ្ញុំហត់ទៅនឹង voice ចេញយកបែងមួយគេណាណា Just like a long lost friend all those I can be your hero I can feel the weight of it មកលើកដៃទៅតាមចង្វាក់ភ្លេងទាំងអស់គ្នាបាទសូមស្រុកតែដៃបាទជូនទៅដល់បាទកូន